ឈាមហូរពេញព្រៃភ្នំនេះនឹងដាប់ទន្លេឈាមអ្នកណាខាងយើងពាក់កណ្ដាលខាងសត្រូវពាក់កណ្ដាលល្អហើយឈាមហូរច្រើនដុំលឹងសំលីប្រយុទ្ធនៅមិនទាន់បញ្ឈប់ទៀតតើបញ្ជាក់ពីអ្វីបញ្ជាក់ថាកងទ័ពដែលមិនចេះភ័យខ្លាចពីមុនបានរស់ឡើងវិញហើយខ្ញុំរងចាំថ្ងៃនេះយូរពេកហើយចាំដល់ពុកមាត់ខ្ញុំស្កូវអស់ទៅហើយ